មកដឹងអំពីទូនាទីសំខាន់ៗរបស់ប្រេងម៉ាស៊ីនប្រេងម៉ាស៊ីនគឺជាវត្ថុរាវដ៏សំខាន់មួយដែលជួយឲ្យម៉ាស៊ីនរថយន្តរបស់អ្នកដំណើរការបានយ៉ាងរលូននិងមានប្រសិទ្ធភាពប្រេងម៉ាស៊ីនមានទូនាទីសំខាន់ៗជាច្រើនដូចជា 1. ការរំអិលទូនាទីចម្បងរបស់ប្រេងគឺជួយរំអិលផ្នែកដែលធ្វើចលនាម៉ាស៊ីនដូចជាប៊ីស្តុងស៊ីឡាំងនិងទ្រនុងម៉ាស៊ីនវាជួយកាត់បន្ថយការកកិតនិងការពារផ្នែកដែកកុំឲ្យសឹករិចរិលដោយសារការកកិតគ្នា 2. ការធ្វើឲ្យត្រជាក់ប្រេងម៉ាស៊ីនក៏ជួយកម្ចាត់កម្ដៅពីផ្នែកខាងក្នុងរបស់ម៉ាស៊ីនផងដែរដើម្បីការពារកុំឲ្យឡើងកម្ដៅខ្លាំង 3. ការសម្អាតក្រោយរថយន្តធ្វើដំណើរការយូរទៅកាបូននិងសំណល់ផ្សេងទៀតពីការឆេះរបស់ម៉ាស៊ីននឹងកកកុញនៅខាងក្នុងម៉ាស៊ីនប្រេងម៉ាស៊ីនមានផ្ទុកនៅសារធាតុសាប៊ូដែលជួយសម្អាតសំណល់ទាំងនេះនិងរក្សាវាឲ្យនៅអណ្ដែតក្នុងប្រេងដើម្បីការពារកុំឲ្យស្ទះបំពង់តូចៗរបស់ម៉ាស៊ីន 4. ការពារច្រេះប្រេងម៉ាស៊ីនមានផ្ទុកនៅសារធាតុបន្ថែមដែលជួយការពារផ្ទៃដែកខាងក្នុងពីច្រេះផងដែរ លោកអ្នកអាចអញ្ជើញមកទទួលសេវាកម្មប្តូរប្រេងម៉ាស៊ីននៅគ្រប់សាខាទាំងអស់របស់ Namaste សូមអរគុណជួបគ្នានៅវីដេអូក្រោយទៀត